បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញវីដេអូខ្លីមួយតាក់ទងនឹងសត្វល្អិតទៅលើការស្វាយរបស់បងប្អូនជាកសិករយើងបាទដោយសារបច្ចុប្បន្ននេះឃើញប្រភេទសត្វល្អិតនេះមានការបីលុកនៅលើការស្វាយរបស់បងប្អូនជាកសិករជាច្រើននៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់បង្ហាញ3ចំណុចសំខាន់ដែលបងប្អូនម្ចាស់ជាការស្វាយគាត់គួរតែយល់ដឹងបាទទី1គឺវដ្តជីវិតរបស់សត្វល្អិតហើយទី2គឺការបំផ្លាញនិងទី3វិធានការក្នុងការកម្ចាត់ជាទូទៅបងប្អូនយើងតែងតែហៅថាមួយម៉ែកលើការស្វាយបាទមួយម៉ែកលើការស្វាយអញ្ចឹងយើងឃើញពណ៌មានពីរពណ៌បាទពណ៌សនិងពណ៌ត្នោតបាទពណ៌ត្នោតអញ្ចឹងពណ៌សហ្នឹងគឺវាអត់តាន់ពេញវ័យបាទវានៅតូចហើយពណ៌ត្នោតហ្នឹងគឺវាចាប់ដើមពេញវ័យហើយកាលណាតែចាប់ដើមពេញវ័យហើយគឺវាមានដុះស្លាប់ដុះស្លាប់ចំណែកវត្តជីវិតរបស់វាមានត្រឹមតែ2សប្តាហ៍ទេក្នុងមួយជីវិតរបស់វាបាទអញ្ចឹងក្នុងរយៈពេល2សប្តាហ៍ហ្នឹងមេមួយម៉ែកមួយវាអាចពងចាប់ពី100ទៅ300ក្របហើយពងរបស់វាបងប្អូនអាចសង្កេតទៅមើលលើគល់ផ្កាបាទគល់ផ្កាឬក៏កញ្ចុំស្លឹកចាប់ពីគល់ទៅបាទឃើញរូបរាងវាដូចជាស្និតចេកអញ្ចឹងពណ៌សណាកញ្ញុមស្និតមួយស្និតវាមានប្រហែលជា7ទៅ15ក្របបាទ15ពងចំណែកអាការបំផ្លាញរបស់វានោះគឺវាបឺតជញ្ជក់ជាលិការបស់ផ្កាស្វាយយើងហ្នឹងវាធ្វើឲ្យផ្កាស្វាយយើងហ្នឹងមានសភាពទ្រុឌទ្រោមចុះខ្សោយហើយនឹងវាចាប់ផ្ដើមក្រៀមខ្មៅបាទនៅពេលក្រោយពេលដែលមានភ្លៀងធ្លាក់ឬក៏សន្សើមអីធ្លាក់មកវាចាប់ផ្ដើមខ្មៅនៅលើស្លឹកបាទហើយវាបញ្ចេញនៅអាចទឹកនោមហ្នឹងគេហៅថាទឹកនោមទឹកនោមឬក៏អាចវាហ្នឹងបាទនៅលើតងរបស់យើងហ្នឹងធ្វើឲ្យផ្សិតឡើងពណ៌ខ្មៅនៅលើតងផ្កាហើយនឹងនៅលើផ្សិតបាទនៅលើស្លឹកដូច្នេះបើសិនជាបងប្អូនម្ចាស់ការស្វាយឃើញនៅពពួកសត្វនេះចូលហើយយើងត្រូវតែមានវិធានការក្នុងការកម្ចាត់ជាបន្ទាន់បាទដោយការកម្ចាត់របស់យើងហ្នឹងគឺគ្មានអ្វីក្រៅពីការបាញ់ថ្នាំទេបាទបើវាចូលហើយមានតែយើងបាញ់ថ្នាំហើយប្រភេទថ្នាំដែលសម្រាប់ពពួកនេះគឺវាមានពួកសារធាតុថ្នាំមួយចំនួនដូចជាពពួកអាស៊ីតាមេព្រីតពពួកអ៊ីមីដាក្លោព្រីតពពួកថៃអូមេតូសាមនិងពពួកផ្សេងទៀតដែលសំខាន់គឺបងប្អូនត្រូវសិក្សាជាមួយអ្នកជំនាញឲ្យបានច្បាស់មុនហ្នឹងបងប្អូនជ្រើសរើសនៅប្រភេទថ្នាំណាមួយដើម្បីកម្ចាត់វាបាទប៉ុន្តែបើស្ថិតនៅក្នុងលក្ខខណ្ឌអាកាសធាតុមួយប្រភេទថ្នាំទាំងអស់នេះវាអាចស៊ាំនៃការសម្លាប់របស់សត្វប្រភេទនេះដែរបាទដូច្នេះបើសិនជាវាស៊ាំហើយយើងអាចផ្លាស់ប្ដូរក្រុមគីមីនៃថ្នាំពុលទាំងនោះបាទហើយយើងជ្រើសរើសនៅក្រុមគីមីផ្សេងដើម្បីសម្លាប់វាបាទអញ្ចឹងយើងអត់មានអីច្រើនទេក្នុងវីដេអូនេះបាទសូមអរគុណសម្រាប់បងប្អូនយើងគ្រាន់តែចង់ចែកម្លែកចំណេះដឹងខ្លីៗតិចៗដែលតាក់ទងទៅនឹងការបំផ្លាញរបស់សត្វមួយម៉ែកខៀវបាទអរគុណ